Sara Munti, Pawata Kat Batambong, Klein, like it at Mo by Nangakonaku, Sara Munti, Pawata Sa, Kat Batambong, the Saki, and if it pon Pawata Sakara and Kanlong Moka, but get the whole Madal Tangai, Tahni, me and Ayuka, Maroy, my page Nam High. Good toy and take Nakona, good toy and take Chim, Maroy Namun, Maroy, my page Namun, 12 Tamui. ទៅយកជាងពីអ៊ីតាលីហើយទៅដឹកការ៉ូពីអ៊ីតាលីមកទៀតរយៈពេលសាងសង់2ឆ្នាំរួចរាល់គឺ1905សាងសង់1907រួចរាល់គ្រាន់តែរួចភ្លាមបារាំងចូលក្លឹបបារាំងម្ដងហេតុរដ្ឋបងណាណាបារាំងសៀមឆ្នាំ1907គេហៅថាសិទ្ធិសញ្ញាបារាំងសៀមប្រើរហូតរាល់ថ្ងៃសួស្តីអ្នកនរគ្នាបើសិនជាអ្នកនរគ្នាជាអ្នកតាមដានយើងដំបូងនៅទីនេះពួកយើងនឹងចែករំលែកអំពីបទសម្ភាសន៍ជាមួយនឹងម្ចាស់អាជីវកម្មក៏ដូចជារឿងរ៉ាវពីក្រោយការទៅសួររបស់បុគ្គលមួយចំនួនក្នុងសង្គមខ្មែរខ្ញុំបាទកុសលសូមស្វាគមន៍មកកាន់កម្មវិធីជ្រុំមួយនៅប្រទេសកម្ពុជាចាជំរាបសួរនឹងស្វាគមន៍ដែលបានចូលមកទស្សនានៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងកន្លែងហ្នឹងឥឡូវគេដាក់ឈ្មោះបែបហ្នឹងណាកូនណាគឺសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងដោយសារអគារនេះវាពាក់ព័ន្ធប្រវត្តិសាស្ត្រច្រើនកន្លងមកណាប៉ុន្តែអតីតហ្នឹងពីដើមគឺជាសាលាខេត្តទេពីដើមខេត្តធ្វើការនៅនឹងឯងចាសាលាខេត្តចាស់នៅខេត្តបាត់ដំបងហើយដំបងបង្អស់អ្នកដែលផ្ដើមសាងសង់អគារហ្នឹងដើម្បីធ្វើផ្ទះហ្នឹងគឺគាត់ចាក្រៅថ្នងក្មួយហ្នឹងរូបថតនៅស្លឹកហ្នឹងគាត់គឺជាម្ចាស់ផ្ទះហ្នឹងណាក្មួយណាអញ្ចឹងអ៊ំនឹងជម្រាបជូនអំពីគាត់ហើយនឹងអគារនេះត្រួសខ្លីៗណាកូនណាអគារនេះសាងសង់នៅឆ្នាំ1905បើគិតរហូតមកដល់រាល់ថ្ងៃផ្ទះនេះមានអាយុកាល120ឆ្នាំហើយចាហើយវិស្វករសាងសង់អគារនេះគឺជនជាតិអ៊ីតាលីម៉ូតបារាំងស្ថាបត្យកម្មល្បីលើពិភពលោកគឺជនជាតិអ៊ីតាលីជាអ្នកសង់អគារនេះណាកូនណាប៉ុន្តែស្ទាយបារាំងចឹងបានគេហៅអគារបារាំងដោយសារម៉ូតនឹងឯងចាអញ្ចឹងអគារនេះបើសិនអ៊ំមិនបាននិយាយផែក្មួយមិនបានចាប់ភ្លឹកទេគឺវាមានភាពអស្ចារ្យខ្លះនៅបង្កប់គឺដោយសារ120ឆ្នាំមុនធ្វើផ្ទះមួយអត់ឃើញមានជើងសសរម្ដងក្មួយមើលចាពាក្យថាជើងសសរហ្នឹងគឺអាប៉ុណ្ណឹងណាកូនណាច្រងច្រាំងហ្នឹងគឺអត់មានទេមួយក៏អត់ដែរអត់មានទេគឺភ្នែកយើងមើលទៅឃើញតែអញ្ចឹងចាទាំងក្រោមទាំងលើអញ្ចឹងអស្ចារ្យណាសម្រាប់អគារមួយដែលអាចឈរជើងបានរហូតដល់អាយុកាល120ឆ្នាំអត់ឃើញជើងសសរម្ដងហើយឈរនឹងថ្កល់ក្មួយចូលមើលភ្ញៀវទាំងអស់ចូលមើលដោយសប្បាយចិត្តហើយមានទំនុកចិត្តចាអត់បារម្ភអត់ខ្លាចអត់ភ័យព្រួយអញ្ចឹងណាចាអញ្ចឹងយើងនិយាយពីការ៉ូម្ដងណាកូនណាការ៉ូមកផ្ទះនេះមិនមែនមួយម៉ូតទេណាកូនណា13ម៉ូតខុសៗគ្នាចាការ៉ូ13ម៉ូតយើងអត់ដឹងថាគាត់ស្រឡាញ់ពេញចិត្តឬជាហុងស៊ុយឬក៏មិនទេសម័យនោះយើងអត់ដឹងដល់ណាកូនណាជំរឿចិត្តរបស់គាត់គ្រាន់តែដឹងថាការ៉ូមកផ្ទះនេះអត់ដាក់មួយម៉ូតគឺ13ម៉ូតខុសៗគ្នាបែបអញ្ចឹងខាងនោះខាងលើគឺខុសគ្នាទាំងអស់ចាហើយការ៉ូទាំងអស់នេះត្រូវបានដឹកពីប្រទេសអ៊ីតាលីមកគិតថយបន្តិចណាកូនណាគិតថយបន្តិចជាង100ឆ្នាំមុន120ឆ្នាំមុនធ្វើផ្ទះមួយទៅយកជាងពីអ៊ីតាលីហើយទៅដឹកការ៉ូពីអ៊ីតាលីមកទៀតអ៊ីតាលីឆ្ងាយណាកូនណាអ៊ីតាលីឆ្ងាយណាស់ហើយការ៉ូវាធ្ងន់ណាស់មិនមកស្លឹកពីស្លឹកយកមកបានទេណាមកផ្ទះអញ្ចឹងយើងគិតមើលតម្លៃយ៉ាងម៉េចដែរមហាសាលត្មងហ្នឹងចាបានថាអគារនេះបើយើងដឹងអំពីគុណតម្លៃបានយើងដឹងថាអស្ចារ្យណា120ឆ្នាំមុនចាអញ្ចឹងហើយអ្នកណាធ្វើបានបែបយ៉ាងអញ្ចឹងគឺគាត់ហ្នឹងឯងពីព្រោះគាត់គឺជាម្ចាស់ផ្ទះហ្នឹងអ៊ំនឹងប្រាប់អំពីគាត់តែគាត់ជាអ្វីដែលគាត់អាចធ្វើផ្ទះនេះបានរហូតដល់អាយុកាល120ឆ្នាំមុនណាកូនណាគាត់ឈ្មោះលោកម្ចាស់កថាធនឈុំអភ័យវង្សគាត់គឺជាអតីតស្ដេចក្រាញ់ប្រចាំខេត្តបាត់ដំបងសម័យនោះហើយពាក្យថាស្ដេចក្រាញ់សម័យនោះគឺជាស្ដេចប្រចាំតំបន់មិនមែនប្រចាំប្រទេសទេណាកូនណាហើយពាក្យថាតំបន់ហ្នឹងគឺជាភូមិភាគពាយ័ព្យប៉ែកខាងលិចជាប់ព្រំបន្ទល់ថៃក្របដណ្ដប់ទៅដល់ខេត្ត5រាល់ថ្ងៃសៀមរាបឧត្តរមានជ័យបន្ទាយមានជ័យប៉ៃលិនបាត់ដំបងរាល់ថ្ងៃហ្នឹងគឺក្រោមការគ្រប់គ្រងរបស់គាត់ប៉ុន្តែគាត់ក្រោមការគ្រប់គ្រងរបស់សៀមពីព្រោះសម័យនោះខេត្តបាត់ដំបងក្រោមអាណានិគមរបស់សៀមមួយណាសៀមជាអ្នកគ្រប់គ្រងចាប់បំណងរបស់គាត់សង់អគារដើម្បីធ្វើផ្ទះរបស់គាត់គេហៅថាផ្ទះលោកម្ចាស់ឬភូមិគ្រឹះលោកម្ចាស់រយៈពេលសាងសង់2ឆ្នាំរួចរាល់គឺ1905សាងសង់1907រួចរាល់គ្រាន់តែរួចភ្លាមបារាំងចូលក្លឹបបារាំងម្ដងខេត្តបាត់ដំបងណាកូនណាបារាំងសៀមអញ្ចឹងចាអញ្ចឹងឆ្នាំ1907គេហៅថាសិទ្ធិសញ្ញាបារាំងសៀមប្រើរហូតរាល់ថ្ងៃមានលឺឯក្នុង Facebook ចា1907សិទ្ធិសញ្ញាបារាំងសៀមអញ្ចឹងពេលហ្នឹងបារាំងនិងសៀមបានជួបគ្នាចរចាគ្នាដល់សន្តិវិធីអត់ច្បាំងទេអត់បង្ហូរឈាមទេជជែកត្រូវរើគ្នាប្រើស្លាបផ្កាប្រើទឹកប៊ិចត្រូវរើសៀមសុខចិត្តដកទៅស្រុកវិញបារាំងចូលមកដកខេត្តបាត់ដំបងមកប្រទេសកម្ពុជាវិញហើយគ្រប់គ្រងដាក់អាណានិគមបន្តរហូតដល់ឆ្នាំ1954ទើបចប់យើងឈប់រស់ក្រោមអាណានិគមរបស់គេទៀតគឺឯករាជ្យពេលនោះ
1154យើងចាប់ផ្ដើមមាននាយករដ្ឋមន្ត្រីមុនគេប្រចាំប្រទេសកម្ពុជាយើងតាំងពីដើមយកមានទេណាពីព្រោះយើងមានស្ដេចចាដល់1154យើងចាប់ផ្ដើមនាយករដ្ឋមន្ត្រីហើយនាយករដ្ឋមន្ត្រីមុនគេដែលឈរឈ្មោះដំបូងគេបង្អស់ហ្នឹងគឺសម្ដេចតាសម្ដេចព្រះនរោត្តមសីហនុគឺសម្ដេចព្រះបរមរតនកោដ្ឋអញ្ចឹងណាចាបន្តិចទៀតក្មួយមើលរូបថតនេះទៅឃើញពីព្រោះរូបថតមួយជុំហ្នឹងគឺជានាយករដ្ឋមន្ត្រីប្រចាំប្រទេសកម្ពុជាទាំងអស់គឺ37នាក់លេខរៀងទី1គឺសម្ដេចតារហូតដល់លេខរៀងចុងក្រោយ37គឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតចុងក្រោយគេហ្នឹងហើយបន្តិចទៀតក្មួយមើលចោះចាអញ្ចឹងយើងស្លេះពីហ្នឹងយើងចង់និយាយពីម្ចាស់ផ្ទះម្ដងនៅពេលដែលសៀមដកទៅគាត់ទៅដែរហេតុអីបានគាត់ទៅបើគាត់ខ្មែរគាត់មានដើមកំណើតនៅខេត្តកំពតណាកូនណាគាត់គឺជាអ្នកកំពតប៉ុន្តែមូលហេតុដែលគាត់ត្រូវដកខ្លួនទៅរស់នៅស្រុកសៀមជាមួយសៀមដោយសារត្រកូលរបស់គាត់គឺអភ័យវង្ស6ជំនាន់តាំងពីឆ្នាំ1700ណាកូនណាយូរណាស់1795រហូតដល់ឆ្នាំ1907ដែលប្រាំងចូលហ្នឹងគាត់ទៅជាង100ឆ្នាំដែលគាត់ធ្វើការជាមួយសៀមរហូតចាគាត់ចុងក្រោយហើយគឺមានទី6ហើយកើតមកឃើញបាត់អញ្ចឹងផ្នត់ចិត្តគំនិតគាត់ទៅហើយពេលប្រាំងចូលមកសៀមដកគាត់ទៅដែរគាត់ទៅរស់នៅស្រុកសៀមគាត់ទៅដល់ទីនោះគាត់ទៅសង់ផ្ទះមួយទៀតនៅស្រុកសៀមដូចគ្នាអីបិទដែលគេហៅថាអាគារភ្លោះឬក៏ផ្ទះភ្លោះអញ្ចឹងហេតុអីក៏គាត់សង់ដូចម្លេះដោយសារកន្លែងនេះគាត់ស្រឡាញ់គាត់ពេញចិត្តគាត់សង់ដើម្បីធ្វើផ្ទះរបស់គាត់ប៉ុន្តែមួយថ្ងៃក៏អត់បាននៅដែរដោយសារសង់ហើយប្រាំងចូលប្រាំងដាក់ស្ថានកុងស៊ុលប្រាំងបាត់ហើយអញ្ចឹងណាកន្លែងធ្វើការងារបារាំងជាមួយខ្មែរអញ្ចឹងគាត់ទៅដល់នោះគាត់ទៅសង់បានដូចគ្នាដែលគេហៅថាកូនភ្លោះដោយសារគាត់យកវិស្វករអ៊ីតាលីទៅសង់អាគារហ្នឹងអញ្ចឹងផ្ទះនឹងប្លង់ហ្នឹងមានអីខុសគ្នាកូនដូចកូនភ្លោះចាគ្រាន់តែស្រុកសៀមសង់ក្រោយស្រុកខ្មែរ4ឆ្នាំខ្មែរ1905សៀម1909កន្លែងនោះគាត់សង់ហើយគាត់បាននៅហើយគាត់ស្លាប់បាត់បង់ជីវិតនៅស្រុកថៃអត់ត្រឡប់មកវិញទេហើយផ្ទះរបស់គាត់នៅទីនោះត្រូវបានសម្បទានទៅឲ្យរដ្ឋថៃគេដាក់ទៅជាមន្ទីរពេទ្យព្យាបាលជំងឺដោយប្រើឱសថបុរាណអញ្ចឹងអ៊ំសរុបសេចក្តីបញ្ចប់5នាទី6នាទីហ្នឹងចាជាង100ឆ្នាំមុនក៏ដូចជាឥឡូវមានអគារភ្លោះ2ដូចគ្នាបែបិទនៅស្រុកថៃមួយនៅខេត្តប្រចាំបុរីរាល់ថ្ងៃជាមន្ទីរពេទ្យនៅស្រុកខ្មែរមួយនៅខេត្តបាត់ដំបងរាល់ថ្ងៃជាសារមន្ទីរដែលចាយចូលលេងនឹងឯងចាហើយម្ចាស់តែមួយទេណាកូនណាគឺគាត់ហើយក៏ប្រាប់ឲ្យត្រឹមត្រូវថាគាត់គឺជាជនជាតិខ្មែរមិនមែនថៃមិនមែនបារាំងទេចាអញ្ចឹងអ្វីដែលអ៊ំនិយាយចប់ហើយចាមើលបានថតបានណាកូនណាមើលថត live selfie បង្ហោះ Facebook ធ្វើ TikTok បានទាំងអស់ហាមតែមួយប៉ះពាល់ណាកូនណាមើលក្រោមឲ្យឡើងលើហ្នឹងហើយមើលចាស់កូន